ចា៎មានសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនក៏នឹងកុំឲ្យពិបាករស់នឹកមានអុយធ្វើម្ហូបប្រចាំថ្ងៃមកមើលនាងខ្ញុំធ្វើស្ងោរជ្រក់សាច់គោជាមួយនឹងខ្ទឹមប្រាំងបងប្អូនធ្លាប់ឃើញគេជ្រក់ក្រៅឆ្នាំងតែខ្ញុំអត់ធ្វើក្រៅឆ្នាំងឯងខ្ញុំធ្វើនៅក្នុងឆ្នាំងបងប្អូនគ្រឿងផ្សំងាយស្រួលបំផុតបងប្អូនខ្ញុំប្រើសាច់គោចំនួន3ខាំហើយគ្រឿងយើងដាក់ជាមួយទឹកនេះមួយងាស់នេះគឺមានគល់លឹកខុយសាច់ម្ដេងម្ទេសហើយនឹងក៏ខ្ទឹមបងប្អូនខ្ទឹមយើងដាក់3 4មើមមកយើងវាយវាបកស្បកចេញមកដាំទឹកឲ្យពុះយើងដាក់គ្រឿងនឹងចូលបងដាក់ចូលទាំងអស់ចាំទឹកពុះខ្លាំងចាំដាក់ណាបងកុំដាក់ទាំងទឹកអត់តន់ពុះខ្ញុំធ្លាប់ឃើញគេធ្វើសម្រាប់ខ្ញុំធ្វើតដាំទឹកពុះខ្លាំងមកខ្ញុំដាក់គ្រឿងនឹងចូលបន្ទាប់មកយើងប្រើជាមួយនឹងអំបិលខ្ញុំប្រើអំបិលគ្រួសបងប្អូនដោយសារអត់ដឹងមិនទេខ្ញុំប្រើអំបិលគ្រួសមានអារម្មណ៍ថាវាចាប់ជាតិជាងអំបិលម៉ត់យើងប្រើអំបិលគ្រួសមកសិបភាគកាហ្វេទឹកត្រីមកវែកនឹងមកហើយស្ករប៊ីចេងហើយខ្ញុំថែមជាមួយនឹងម្សៅស៊ុបមាន់គឺលាយជាមួយនឹងម្សៅរ៉ូឌីបងប្អូនហើយនៅក្នុងនោះខ្ញុំដាក់ជាមួយនឹងនំស៊ុបខ្នុរមកកណាត់ដែរបងប្អូនតែដោយសារខ្ញុំថតអត់ជាប់អត់បាននេះបងប្អូននេះបងប្អូនដាក់នំស៊ុបខ្នុរតាមក្រោយចឹងទៅដល់ពេលហើយយើងដាំវាចោល 4-5 នាទីឲ្យវាចេញជាតិអានឹងគល់គ្រឿងគល់លក្ខីគល់អីនឹងឲ្យវាចេញជាតិអស់បងប្អូនស្រង់វាចេញក៏បានដែរនៅនេះខ្ញុំអត់បានស្រង់ចេញទេឲ្យវាចេញជាតិ 4-5 នាទីបន្ទាប់មកខ្ញុំដាក់ខ្ទឹមប្រាំងចូលបងប្អូនខ្ទឹមប្រាំងហាន់រៀងស្ដើងដូចខ្ញុំអញ្ចឹងណាហើយបងប្អូនដាំវាមកពុះមកយើងដាំវាពុះហើយយើងភ្លក់មើលរសជាតិទៅបងប្អូនរសជាតិយើងដាក់តាមចំណង់ចិត្តទៅដោយសាររសជាតិនេះខ្ញុំយករសជាតិវាដិតតិចស្រួលដល់ពេលដែលយើងចុចឲ្យខូចដាក់ជីទៅគឺវាមានជាតិឆ្ងាញ់បងប្អូនហើយបើកម្លាំងទៀតមកមេនុយនេះងាយស្រួលបងប្អូនខ្ញុំធ្វើអត់ដល់10នាទីបងប្អូនសម្រាប់គ្រឿងផ្សំគឺវាងាយបំផុតបងហើយសាច់គោបងប្អូនយកសាច់កន្លាញ់ផុយមកបងប្អូនឬក៏សាច់ស្រួយក៏បានដែរខ្ញុំយកនេះខ្ញុំកំងសាច់រៀងផុយទៅពេលអញ្ចឹងទៅដាក់ទៅឈាតឆ្ងាញ់មែនតើបងអើយអ្នកខ្លះគេដាក់រៀបក្នុងចានគេដាក់ដាំទឹកឲ្យពុះហើយគេយកម្សៅជាតិល្មមហើយគេចាក់ហៀបសាច់នៅខាងក្រៅអញ្ចឹងបងប្អូនតែខ្ញុំអត់សូវចូលចិត្តបែបអញ្ចឹងណាដល់ពេលខ្ញុំដាក់ឲ្យវារៀងឆ្អិនបន្តិចទៅក៏អត់ឆ្អិនខ្លាំងរហូតដល់ខ្សោះដែរយើងដាក់វាមកពុះសាច់គោនោះមកយើងលើកដាក់យើងដាក់ជីច្បិចក្រូចឆ្មាហើយដាក់ទឹកត្រីម្ទេសហឹរបងប្អូនអើយជាតិមែនតើបញ្ចូលសលេងនេះឲ្យនឹងឃើញឃ្លានចង់ញ៉ាំម្ដងទៀតដែរបងប្អូនធ្វើតែមួយផ្លែតបានញ៉ាំឲ្យមនុយនេះសម្រាប់អ្នកឃ្លានបាយប្រញាប់ម្ហូបអីហ្នឹងមានម្ហូបក្នុងទូអីហ្នឹងដាក់ទៅបងអើយតែមួយផ្លែតជាតិឲ្យបើកម្លាំងទៀតបងប្អូនណាខ្លះដូចខ្ញុំឲ្យតែពេលចិត្តដល់ពេលធ្វើបាយធ្វើស្លម្ដងបងប្អូនឲ្យពិបាករស់នឹកមនុយខ្លាំងហើយវាគប់ជួនអីគ្រូសាយើងអីអ្នកផ្ទះយើងអត់សូវចេះកំងម្ហូបធ្វើអីក៏បានអញ្ចឹងទៅពេលអញ្ចឹងពិបាកដែរតាមុំតរនឹកមនុយឃើញម្ដងហើយបានគេកំងម្ដងយើងចង់ងាប់ហើយពួកអត់ពិបាករស់នឹកបងប្អូននៅនេះខ្ញុំដាក់ខ្ទឹមប្រាំងមានអារម្មណ៍ថាវារៀងឆ្អិនពេកអញ្ចឹងទៅបងប្អូនពេលបងប្អូនធ្វើបើសិនជាចូលចិត្តអត់សូវឆ្អិនដូចនាងខ្ញុំបងប្អូនអាចដាក់មកនេះឲ្យមកពុះឬក៏យើងបងតាណាជាមួយសាច់គោក៏បានដែរភាសាខ្ញុំចូលចិត្តបែបរៀងមិនឆៅពេកណាតែប៉ុណ្នេះគឺអត់ខ្សោះជាតិទេបងប្អូននៅផ្អែមសាច់គោនៅឆ្ងាញ់ដដែលប៉ុណ្ណឹងយើងដួសដាក់ក្នុងចានដាក់បាយអីញ៉ាំមួយបាយបានបងម្ហូបនេះវារៀងចោះបាយដែរបងហើយញ៉ាំហត់តែមានកម្លាំងទៀតបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់បងប្អូនបើសិនជាចូលចិត្តវីដេអូនេះខ្ញុំកុំភ្លេចជួយចុច like ម្នាក់មួយផងណាបងប្អូនជួបគ្នាវីដេអូក្រោយ